ហេតុអ្វីបានជារថយន្ត Pick-up នៅអាមេរិកនិយមប្រើម៉ាស៊ីនសាំងច្រើនជាងម៉ាស៊ូតមូលហេតុចម្បងដែលនៅសហរដ្ឋអាមេរិកគេនិយមប្រើប្រាស់រថយន្តម៉ាស៊ីនសាំងគឺបណ្ដាលមកពីបញ្ហាតម្លៃប្រេងឥន្ធនៈចាប់តាំងពីឆ្នាំ2000មកប្រេងម៉ាស៊ូតត្រូវបានរដ្ឋាភិបាលដំឡើងពន្ធកាន់តែច្រើនរហូតដល់តម្លៃស្មើឬខ្ពស់ជាងតម្លៃសាំងនេះដោយសារតែរដ្ឋាភិបាលយល់ឃើញថាប្រេងម៉ាស៊ូតបញ្ចេញការបំពុលច្រើនជាងដូច្នេះពួកគេមានគោលបំណងដំឡើងថ្លៃដើម្បីកុំឲ្យមនុស្សចាំប្រើប្រាស់វប្បធម៌នៃការប្រើប្រាស់រថយន្តក៏ជាផ្នែកមួយដែរព្រោះជនជាតិអាមេរិកចូលចិត្តរចនាបថនៃម៉ាស៊ីនសាំងជាងដូច្នេះហើយរថយន្តប្រភេទ SUV ឬរថយន្ត Pick-up full size ភាគច្រើនមានតែម៉ាស៊ីនសាំងប៉ុណ្ណោះម្យ៉ាងទៀតរថយន្តម៉ាស៊ីនម៉ាស៊ូតត្រូវបំពាក់ឧបករណ៍បន្ថែមដើម្បីត្រួតពិនិត្យការបំពុលតាមច្បាប់ដែលធ្វើឲ្យថ្លៃថែរទាំខ្ពស់ជាងរថយន្តម៉ាស៊ីនសាំងច្រើនម៉ាស៊ីនសាំងទំនើបមិនថាជា V6 ឬ V8 សុទ្ធតែមានកម្លាំងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទូទៅរួចទៅហើយតែវាមិនមែនមានន័យថាគ្មានរថយន្ត Pick-up ម៉ាស៊ូតនៅអាមេរិកនោះទេព្រោះនៅតែមានក្រុមមនុស្សដែលត្រូវការរថយន្តសម្រាប់ការអូសទាញដែលតម្រូវឲ្យប្រើម៉ាស៊ីនម៉ាស៊ូតតែប៉ុណ្ណោះដោយសារតែវាមានកម្លាំងខ្ពស់ជាង